មិនដឹងតែបងគ្នាចំពោះអ្នកដែលបានទស្សនាជាមួយនឹងភាពយន្តរឿងសិភៅខ្មោចរួចហើយចំពោះខ្ញុំបានទស្សនាហើយរឿងសិភៅខ្មោចហ្នឹងគឺមានអារម្មណ៍ថាអូខេយើងទិញសបុតរឿងគឺយើងទស្សនាបានចំនួន3រឿងក្នុងហ្នឹងតែម្ដងដែលរឿងទី1គឺនិយាយពី High Friend ឬទី2 Assignment លោកពលឹងជាមួយនឹងរឿងទី3គឺរឿងមិត្តសម្លាញ់បើនិយាយពីភាពយន្តរឿងទី1ហើយរឿងទី2វាលក្ខណៈស្រដៀងគ្នាប៉ុន្តែគាត់ថាអ្វីដែលខ្ញុំចូលចិត្តបំផុតគឺរឿងទី3ជាមួយនឹងរឿងមិត្តសម្លាញ់ហ្នឹងឯងគឺមិត្តសម្លាញ់ហ្នឹងមានទាំងខ្មោចមានទាំងខ្មោចលោមានទាំងកំ pl ៃមានទាំងជាមួយនឹងកំសត់ទីទួចចឹងប៉ុន្តែគាត់ថារឿង3ហ្នឹងគឺល្អមើលទាំង3នៅក្នុងរឿងសិភៅខ្មោចហ្នឹងនិយាយរួមឲ្យទៅឲ្យតែអ្នកបើកសិភៅហ្នឹងហ្មងគឺដឹងតែមានរឿងតែម្ដងអញ្ចឹងរឿងហ្នឹងបើនិយាយពីតួអង្គនីមួយៗនៅក្នុងរឿងនីមួយៗគឺសុទ្ធតែល្អមើលទាំងអស់ប៉ុន្តែគាត់ថាដូចខ្ញុំនិយាយអញ្ចឹងរឿងដែលខ្ញុំចូលចិត្តបំផុតគឺរឿងទី3ដែលតកតងជាមួយនឹងរឿងមិត្តសម្លាញ់ហើយរឿងហ្នឹងគឺកំ pl ៃចឹងកុំភ្លេចឲ្យសោះអ្នកទាំងអស់គ្នារឿងសិភៅខ្មោចចាក់បញ្ចាំងគ្រប់រោងភាពយន្តហ្នឹងគឺចាប់ពីថ្ងៃទី4ខែវិច្ឆិកានេះតទៅហើយចឹងកុំភ្លេចហ្នឹងអាចទទួលស្នាបាននៅគ្រប់រោងភាពយន្តទាំងអស់គឺចាប់ពីថ្ងៃទី4ដុល្លារល្អមើលអ្នកនរគ្នាធានាជួនកុំភ្លេចឲ្យសោះមើលដល់ចប់ជាមួយនឹងរឿងចុងក្រោយគេមិត្តសម្លាញ់ហ្នឹងតែម្ដងនៅក្នុងរឿងសិភៅខ្មោចឲ្យតែបានបើកសិភៅខ្មោចគឺមានរឿងតែម្ដង